វាជាបទពិសោធន៍ផ្ទាល់ហើយចង់ចែកម្លែកបងប្អូនអរគ្នាចាហើយវិធីសាស្ត្រនេះផងដែរគឺជួយជីវិតគឺជួយអាយុជីវិតមនុស្សអញ្ចឹងណាទើបខ្ញុំចង់ចែកម្លែកបទពិសោធន៍ជីវិតខ្លួនឯងផ្ទាល់តែម្ដងបងប្អូនណាចាគឺវិធីសាស្ត្រជួយខ្លួនឯងនៅពេលអូលបាយផងអូលទឹកផងបងប្អូនខ្ញុំពិតជាមានអារម្មណ៍ថាភ័យតក់ស្លុតមែនតើនៅពេលដែលជួបបញ្ហាបែបនេះព្រោះថាវាគ្រោះថ្នាក់ដល់ជីវិតចាថ្ងៃមួយហ្នឹងខ្ញុំមកពីហាត់ប្រាណហើយយើងសម្រាកបានធម្មតាអត់មានថាំងមកទាំងហក់ភ្លាមញ៉ាំបាយណាស្ទើរតែនឹកឃើញឃ្លានញ៉ាំបាយញ៉ាំបាយស៊ុបទឹកជាមួយសក់ចាវអញ្ចឹងណាចាហើយខ្ញុំបានញ៉ាំមួយម៉ាត់ទីដំបូងហ្នឹងអត់អីទេដល់ពេលមួយម៉ាត់ទី2វាដូចរាងអ៊ូលតិចខ្ញុំអត់ទាន់ឈប់ទេដល់ពេលមួយម៉ាត់ទី3វាចាប់ផ្ដើមអ៊ូលខ្លាំងខ្ញុំឈប់ញ៉ាំខ្ញុំអត់ដង្ហើមព្រោះខ្ញុំធ្លាប់ចែកម្លែកប្រាប់គេថាអញ្ចេះពេលដែលអ៊ូលទឹកអ៊ូលអីយើងអត់ដង្ហើមទៅមួយសបកគឺនឹងវានឹងហូរចូលទៅហើយប៉ុន្តែខ្ញុំអត់ដង្ហើមរាំងយូរដែរអត់រាំងយូរវាអត់បាត់អីបងប្អូនគ្នាខ្ញុំចាប់ផ្ដើមដើរទៅដើរមកអត់បាត់ទៀតហើយខ្ញុំចាប់ផ្ដើមគក់អន្ធូងគក់ទៅវាអត់បាត់ទៀតហើយបងប្អូនមានដឹងអត់សភាពបែបហ្នឹងគឺក្នុងដង្ហើមខ្ញុំដកបានធម្មតាអត់អីទេប៉ុន្តែអាឡែងចុងដង្ហើមឡែងទ្រូងចឹងនេះវាចុកខ្លាំងណាចុកដូចរបៀបមានដូចស្អីវាណែនក្នុងទ្រូងហ្នឹងអញ្ចឹងណាចាដល់ពេលហើយខ្ញុំមកសបកដែរបានខ្ញុំនឹកឃើញវិធីសាស្ត្រមួយទៀតដែលខ្ញុំធ្លាប់ផុសវីដេអូថាពេលដែលបងប្អូនអ៊ូលទឹកអ៊ូលអីឲ្យអត់ដង្ហើមហើយក៏មានបងប្អូនក៏ខមមិនប្រាប់ថាបើសិនជាធ្វើបែបហ្នឹងអត់បាត់ទេគាត់ឲ្យធ្វើវិធីសាស្ត្រមួយទៀតគឺយើងឈរឲ្យត្រង់ហើយអោនក្បាលឲ្យដល់ក្បាលជង្គង់យើងអោនក្បាលយើងនេះឲ្យនឹងស្មើនឹងក្បាលជង្គង់ឬក៏ទៀបជាងក្បាលជង្គង់តិចទៅចាខ្ញុំក៏នឹកឃើញភ្លាមខ្ញុំក៏ធ្វើភ្លាមធ្វើហើយខ្ញុំអោនក្បាលខ្ញុំអត់ធ្វើបញ្ញាប់ទេខ្ញុំធ្វើសឹមមួយទៅថាយើងវានៅសតិយើងរេហាំងនៅមមតំណែខ្ញុំអោនក្បាលដល់ជង្គង់ហើយអត់យូរខ្ញុំងើបមកវិញសឹមខ្ញុំងើបមកវិញទៅវាអត់តន់បាត់ភ្លាមទេខ្ញុំឈរមកប្រហែលមួយសន្ទុះមួយផ្លែតតែប្រហែលជាថា5វិនាទីចុះគោចាប់ដើមមានរុញចូលបន្តិចទៅបងប្អូនខ្ញុំពិតជាភ័យមែនតើណាពេលនោះខ្ញុំគិតថាខ្លួនឯងអញនឹងស្លាប់ហើយអញនឹងងាប់ហើយអញនឹងងាប់គិតតែអញ្ចឹងបងប្អូនភ័យមែនតើណាប៉ុន្តែដល់ពេលធ្វើអាវិធីសាស្ត្រដែលខ្ញុំប្រាប់មិញទៅវាបានរុញអាផ្កាបាយរុញអាទឹកទៅជាមួយគ្នាចាដូច្នេះហើយទើបខ្ញុំចង់ចែកលេខវិធីសាស្ត្រនេះទៅទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នមែនតើហើយសម្រាប់ខ្ញុំចង់បន្ថែមទៀតថាអញ្ចេះបងប្អូនពេលដែលញ៉ាំបាយស៊ុបទឹកហ្នឹងណាពេលដែលដឹងថាអូលហើយឈប់ញ៉ាំភ្លាមពេលដែលដឹងថាមួយម៉ាត់ដំបងក្តីពីរម៉ាត់ដំបងក្តីអូលឈប់ញ៉ាំភ្លាមកុំប្រឹងញាត់ថែមទៀតណាវាអត់ប្រសើរទេវាមានគ្រោះថ្នាក់ដល់ជីវិតខ្ញុំភ័យស្លន់ស្លោហើយខ្ញុំនៅផ្ទះតែឯងទៀតដល់ពេលហើយខ្ញុំបានធ្វើអញ្ចឹងទៅខ្ញុំក៏បានជាផុសជាវីដេអូតាមប្រព័ន្ធផ្សេងទៅហើយមានបងប្អូនខ្លះក៏ខមមិនថាចេះប្រហែលជាបញ្ហាយើងអត់ញ៉ាំទឹកអត់បានគ្រប់គ្រាន់អាចកំពុងកយើងស្ងួតចាដល់ពេលខ្ញុំតាមដានមើលទៅខ្ញុំប្រហែលជាអាចអញ្ចឹងហើយបងប្អូនក៏សម្គាល់ចំណាំណាបើសិនជាមានបញ្ហាដូចខ្ញុំអញ្ចឹងមានបងប្អូនខ្លះគេប្រាប់ថាឲ្យយើងបៀមទឹកឃ្មុំចាឬក៏បៀមអំបិលខ្លះឲ្យផឹកទឹកត្រីបន្តិចខ្លះគេថាឲ្យបៀមអំបិលបៀមស្ករអញ្ចឹងណាហើយខ្លះឲ្យយើងលោតអញ្ចឹងទៅអាហ្នឹងជាវិធីសាស្ត្របងប្អូនគាត់ខមមិនប្រាប់យើងបន្ថែមប៉ុន្តែសម្រាប់ខ្ញុំគឺជួយបានមែនខ្ញុំអោនក្បាលដល់ក្បាលជង្គង់គឺជួយបានមែនទើបខ្ញុំហ៊ានចែកម្លែកឲ្យវិធីសាស្ត្រនេះយើងងាយស្រួលធ្វើខ្លួនឯងយើងមិនចាំបាច់ទៅរករបស់របរណានៅក្បែរខ្លួនអត់ទេជាវិធីសាស្ត្រមួយដែលយើងអាចធ្វើខ្លួនឯងបានអញ្ចឹងបងប្អូនចំណាំអូលបាយអូលទឹកខ្លាំងមែនតើបងប្អូនណាកុំប្រហែសអីសោះអូលបាយផងអូលទឹកនេះខ្ញុំញ៉ាំបាយស៊ុបទឹកហ្នឹងអូលបាយផងអូលទឹកផងប៊ីនឹងស្លាប់បងប្អូនណាចាអញ្ចឹងសម្រាប់វីដេអូនេះចង់ចែកម្លែកបែបហ្នឹងបងប្អូនគ្នាត្រូវតែប្រុងប្រយ័ត្នឲ្យខ្លាំងមែនតើរឿងការញ៉ាំបាយស៊ុបទឹកនឹងអូលចាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេពេលដែលបងប្អូនអូលបាយផងអូលទឹកផងដូចខ្ញុំប្រាប់អញ្ចឹងអត់ដង្ហើមអត់បាត់ហើយបងប្អូនធ្វើតាមវិធីសាស្ត្រខ្ញុំគឺអោនក្បាលដល់ក្បាលជង្គង់ចាំនេះខ្ញុំថតជាវីដេអូនៅតាមក្រោយអញ្ចឹងណាចាបងប្អូននេះយើងឈរអញ្ចឹងមកណាចាយើងឈរអញ្ចឹងមក
ហើយដល់ពេលហើយយើងអោនចេះចាអោនសឹមអញ្ចឹងនេះក្បាលយើងនេះក្បាលជង្គង់អោនអញ្ចឹងណាចាដល់ពេលហើយនេះខ្ញុំងើបមកវិញអញ្ចឹងទៅវាអត់តែបាត់ភ្លាមទេវារាំងហុញទៅម្ដងតិចម្ដងតិចទៅពេលមកទៅបានវាបាត់បានវាចូលទៅក្នុងអញ្ចឹងណាហើយខ្ញុំបងប្អូនខ្ញុំមានអារម្មណ៍ថាខ្ញុំពេលនោះខ្ញុំស្លាប់មែនតើប៉ុន្តែដោយសារតែបុណ្យយើងនៅមានអញ្ចឹងណាបងប្អូនគ្នាចាអញ្ចឹងវីដេអូនេះជាវិធីសាស្ត្រចែកម្លែកបងប្អូនគ្នាជួយខ្លួនឯងពេលអួតបាយផងអួតទឹកផងអញ្ចឹងទៅចាអញ្ចឹងមានតែប៉ុណ្្នឹងទេហើយបើសិនជាខ្ញុំនិយាយទៅខុសឆ្គងយ៉ាងណាសូមខន្តីអភ័យទោសផងដែរអរគុណ